Free Data និងមហាជនជាច្រើនរិះគន់ទៅលើវីដេអូនារីម្នាក់ស្លៀកឈុតរឹបសិចស៊ីថតមុខប្រាសាទអង្គរវត្តតារាសម្ដែងនិងបង្ហាញម៉ូដរួមជាមួយមហាជនជាច្រើនបានអោបគ្នាចូលទៅធ្វើការរិះគន់ដូចទឹកបាក់ទំនប់ទៅកាន់នារីម្នាក់ដែលស្លៀកពាក់ខោអាវកីឡាបែបរឹបសិចស៊ីនៅពីមុខប្រាសាទអង្គរវត្តរូបភាពវីដេអូប្រមាណជា10នាទីត្រូវបាននារីម្នាក់ដែលមានឈ្មោះគណនី Facebook ឈ្មោះថា Nina Daly បានបង្ហោះលើបណ្ដាញសង្គមបង្ហាញពីសកម្មភាពដើរបង្ហាញម៉ូដជាមួយនឹងការស្លៀករឹបសិចស៊ីខ្លាំងថតមុខប្រាសាទអង្គរវត្តជាមួយគ្នានឹងរូបភាពវីដេអូខាងលើនេះនារីរូបនេះបានភ្ជាប់ជាមួយនឹងសំណេរថា My body is temple ដែលក៏បំណងចង់ផ្សព្វផ្សាយអង្គរវត្តខោអាវហាត់ប្រាណយ៉ាងណាមិញបើទោះបីជានារីរូបនេះបានភ្ជាប់សំណេរពីគោលបំណងចង់ផ្សព្វផ្សាយពីប្រាសាទអង្គរវត្តខ្មែរក៏ដោយប៉ុន្តែគេក៏ឃើញមានមហាជនជាច្រើនសម្ដែងការមិនពេញចិត្តនិងមិនគាំទ្រចំពោះរូបនាងដែលស្លៀកពាក់បែបនេះថតនៅមុខប្រាសាទអង្គរវត្តតារាសម្ដែងអ្នកនាង Free Data ក៏បានបង្ហាញនៅការមិនគាំទ្រចំពោះទង្វើនារីម្នាក់នេះដែរខណៈពេលដែលយល់ថាការផ្សព្វផ្សាយដោយស្លៀកបែបនេះមិនគួរថតនៅមុខប្រាសាទបុរាណនោះទេហើយអ្នកនាងក៏បានលើកឡើងតាមសំណេរបង្ហោះលើបណ្ដាញសង្គមថាពួកនារីផ្សេងរួមទាំងខ្ញុំពាក់អាវចិនស្មានតិចគេមិនឲ្យចូលផងខោរឹបគូតគេឲ្យទិញក្រមាពាក់ពីលើហើយឈុតនេះគួរតែថតប្រម៉ូទនៅកន្លែងផ្សេងទៅព្រោះនៅអង្គរវត្តគេមិនឲ្យថតប្រម៉ូទផលិតផលអ្វីទាំងអស់ហើយឃើញក្បាលឡើងច្បាស់មេតាមន្ត្រីអប្សរាជួយមើលម្នាក់នេះផងខ្ញុំនិយាយត្រង់ភេទទី3ខ្លះគេតុបតែងខ្លួនដើរអង្គរមានរបៀបជាងស្រីពិតយើងខ្លះផងអ្នកនាងបានបញ្ជាក់ថាដូចខ្វះពេលខ្វះកន្លែងសិចស៊ីនៅ Pub Street ទៅគ្មានអ្នកទៅទេអ្នកធ្វើនេះលើសធ្ងន់ណាស់ព្រោះនេះជាប្រាសាទអង្គរខ្មែរភេទទី3ខ្លះនិងជនជាតិបរទេសគេផ្សេងគេតុបតែងខ្លួនទៅលេងប្រាសាទទៅផ្សព្វផ្សាយអង្គររបៀបល្អជាងនាងជាស្ត្រីខ្មែរពិតឆ្ងាយណាស់ហើយក្បាលពីរឡើងច្បាស់យ៉ាងណាក៏មិនគួរពាក់ដល់ថ្នាក់នេះដែរព្រោះសប្តាហ៍ថ្ងៃយើងរស់នៅលើទឹកដីខ្មែរអ្នកដែលគេមានប្តីជាជនជាតិគេខ្លះគេមិនជ្រុលដល់អ្នកផងគេតែងខ្លួនមើលគេមើលឯងមើលទីកន្លែងពេលវេលាហើយនាងជាអ្នករស់នៅទឹកដីសៀមរាបស្រាប់មិនធ្វើដូចជាមិនដឹងអ្វីគួរអ្វីមិនគួរយ៉ាងនេះដល់ឡែកនៅពីក្រោយរូបភាពវីដេអូរបស់នារីខាងលើនោះគេក៏ឃើញមានមហាជនជាច្រើនបានចូលទៅធ្វើការរិះគន់ដោយម្នាក់សម្ដែងនៃការមិនពេញចិត្តចំពោះទង្វើមួយនេះនោះឡើយម្នាក់បាននាំគ្នារិះគន់ថាល្អផ្សព្វផ្សាយទៅខ្ញុំមិនគាំទ្រការស្លៀកពាក់បែបនេះមកផ្សព្វផ្សាយក្នុងប្រាសាទនោះឡើយក្នុងប្រាសាទអង្គរវត្តវាមិនសមរម្យទេបងយើងស្លៀកពាក់បែបនេះអ្នកខ្លះទៀតលើកឡើងថាកំពុងគិតស្អីនាងដឹងទេថាប្រាសាទនេះគេសាងសង់ដើម្បីអ្វីទង្វើនាងមិនខុសអ្វីពីស្រាតចូលវត្តទេចង្រៃពេកហើយស៊ីខ្ញុំក៏ជាអ្នកគាំទ្រស៊ីម្នាក់ដែរតែការបង្ហាញបែបនេះមិនបានជួយលើកមុខមាត់ប្រទេសជាតិយើងទេផ្ទុយទៅវិញស៊ីកំពុងតែជន់ផលិតវប្បធម៌ដ៏ផូរផង់របស់ជាតិយើងហើយតើស៊ីដឹងទេដែលនេះគឺជាមូលហេតុដែលធ្វើឲ្យយើងត្រូវតែរៀនសូត្រយើងនៅពេលដែលយើងមានចំណេះដឹងយើងនឹងដឹងថាអ្វីគួរអ្វីមិនគួរបើថតនៅកន្លែងផ្សេងមិនសូវប៉ះពាល់នោះទេតែនេះមកប្រាសាទអង្គរវត្តណាស៊ីរិះគន់ក្នុងន័យស្ថាបនាមិនមែនចន់ផលិតទេណាព្រោះខ្ញុំក៏ជាស្ត្រីខ្មែរម្នាក់ដែរសូមបញ្ជាក់ថាយ៉ាងណាបន្ទាប់ពីមានការរិះគន់ពីមហាជនខាងលើនេះវីដេអូនោះក៏បានលុបចេញវិញផងដែរហើយបើតាមផេកNina Daly បានបង្ហោះមុននេះថាការផុសមួយនេះគ្រាន់តែចង់បង្ហាញនិងលើកតម្កើងវិស័យកីឡាហាត់ប្រាណនិងកាយសម្បទាប៉ុណ្ណោះនាងខ្ញុំក៏បានលុបវីដេអូនឹងតាមសំណពរបងប្អូនហើយសុគាគឹមលៀងចង់ឲ្យកូនខ្មែរចូលរួមថែរក្សាការពារល្ខោនយីកេគួយដែលស្ទើរតែបាត់បង់នាដការីនឹងជាតារាសម្ដែងសុគាគឹមលៀងហៅកូនអាំបានស្នើសុំឲ្យកូនខ្មែរជំនាន់ក្រោយគួរតែចូលរួមថែរក្សានិងការពារនៅទម្រង់សិល្បៈបុរាណល្ខោនយីកេគួយដែលមានមូលដ្ឋានក្នុងខេត្តកំពង់ធំក្នុងពេលទម្រង់សិល្បៈមួយនេះស្ទើរតែបាត់បង់ទៅហើយជាមួយនឹងការអំពាវនាវនឹងចូលរួមរក្សាការពារនាពេលនេះតារាស្រីខាងលើនេះក៏បានស្នើឲ្យមហាជនចូលរួមគាំទ្រនិងទស្សនាល្ខោនយីកេមួយនេះដែលនឹងក្រុងធ្វើការសម្ដែងចំនួន2លើកនាពេលឆាប់ខាងមុខនេះផងដែរជាមួយនឹងរូបភាពវីដេអូដែលបានទៅចូលរួមទស្សនាដោយផ្ទាល់ការសម្ដែងអំពីទម្រង់សិល្បៈមួយនេះសុគាគឹមលៀងបានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្ដាញសង្គមថាទម្រង់សិល្បៈល្ខោនយីកេគួយខេត្តកំពង់ធំដែលកំពុងបច្ចុប្បន្ននេះមានវត្តមាន
តែមួយចុងក្រោយប៉ុណ្ណោះនៅក្នុងសហគមន៍ខេត្តកំពង់ធំដែលស្ទើរតែបាត់បង់ហើយអ្នកនាងបញ្ជាក់ថាល្ខោនខ្មែរដ៏ល្អអស្ចារ្យបែបនេះកូនខ្មែរគួរតែចូលរួមគ្នាថែរក្សាហើយអ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរទាំងអស់គ្នាកុំភ្លេចមកគាំទ្រនិងបង្ហាញពីសម្លេងកូនខ្មែរចង់ថែរក្សាល្ខោនខ្មែរផងណាហើយត្រៀមខ្លួនទស្សនាទស្សនីយភាពល្ខោនយីកេគួយខេត្តកំពង់ធំនៅបនភូមិសប្តាហ៍ទី1នៅក្នុងផ្សារទំនើបជីបម៉ោង 2:71 មេហ្គាម៉ុតវេលាម៉ោង 6 ល្ងាចតទៅដល់ឡែកតាមរយៈវីដេអូដែលមានរយៈពេលប្រមាណ 7-4 នាទីនោះសុខីគឹមលៀងបានបង្ហាញពីសកម្មភាពមួយចំនួនរបស់ខ្លួនដែលបានចុះទៅផ្ដិតយករូបភាពដោយផ្ទាល់ពីការរៀបចំសម្ដែងយីកេគួយដែលស្ថិតក្នុងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំនៅក្នុងវីដេអូខ្លីនេះកូនអានក៏បានជួបសម្ភាសជាមួយនឹងអ្នកសម្ដែងក្នុងទម្រង់សិល្បៈបុរាណខាងលើនេះអំពីរបៀបរបបនៃការស្លៀកពាក់និងការសម្ដែងជាពិសេសគឺតារាស្រីរូទីក៏បានគ្រងសម្លៀកបំពាក់និងឲ្យបងស្រីជាអ្នកសម្ដែងនៅទីនោះជួយបង្ហាត់បង្រៀនពីការរាំនិងការសម្ដែងខ្លះនៅក្នុងសិល្បៈយីកេគួយនេះផងដែរសុគីគឹមលៀងក៏បានលើកឡើងថានេះគឺជាលើកទី1ហើយដែលអ្នកនាងបានគ្រងសម្លៀកបំពាក់តាមបែបយីកេគួយដែលមានបងស្រីម្នាក់ជាអ្នករៀបចំសម្លៀកបំពាក់និងគ្រឿងអលង្ការខណៈពេលដែលអ្នកនាងពិតជាមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញលោកគ្រូអ្នកគ្រូនិងបងប្អូននៅទីនេះបាននាំគ្នាថែរក្សានៅទម្រង់សិល្បៈបុរាណមួយនេះដែលស្ទើរតែបាត់បង់អ្នកនាងបញ្ជាក់ថាក្នុងឱកាសនោះអ្នកនាងក៏បានទទួលនឹងការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូនៅក្បាច់ខ្លះៗដែលដូចជាពិធីហុំរោងនិងហោមរោងមុនចាប់ផ្ដើមសម្ដែងយីកេគួយមួយនេះដោយកូនអានបានគូបញ្ជាក់ថាសម្រាប់ទម្រង់សិល្បៈយីកេគួយនេះគឺនៅសល់តែមួយសហគមន៍នេះនោះទេដោយវាស្ទើរតែបាត់បង់ទៅហើយបើតាមសុគីគឹមលៀងប្រសិនបើប្រិយមិត្តទាំងអស់គ្នាចង់ដឹងឲ្យបានច្បាស់អំពីការសម្ដែងសិល្បៈមួយនេះកុំភ្លេចចូលរួមទស្សនានៅក្នុងពិធីបុណ្យភូមិដែលប្រារព្ធធ្វើឡើងនៅឯផ្សារទំនើបជីបម៉ោងមេហ្គាម៉ុល 271 នៅថ្ងៃទី 5 ទី 6 ខែមេសានិងថ្ងៃទី 11 12 ខែមេសានៅទីតាំងវត្តសំវាយអណ្ដែត